ឲ្យស្ដេចដកបំរាមបលាលោកនេះចេញដើម្បីឲ្យប្រជាពលរដ្ឋបានចូលទៅសម្ដែងនេះខ្ញុំសូមឲ្យស្ដេចលោកគិតថាចង់ឲ្យប្រជាពលរដ្ឋធ្វើតាមផ្លូវឬក៏យ៉ាងម៉េចដើម្បីឲ្យបង្ហាញថាវាជាសម្ដែងបន្តសូមឲ្យវាសម្ដែងទៅហើយបាទយើងមិនអាចធ្វើឲ្យទៅជួបពីថ្ងៃនេះចឹងខ្ញុំមកចេញមតិខ្ញុំចង់បញ្ចេញមតិហើយរឿងអីដែលត្រូវជិះចូលមិនបានដូច្នេះហើយបំរាមហើយរឿងផ្សេងត្រូវបានចប់ហើយដូចរឿងពាក់ព័ន្ធនៅផ្លូវវិញផ្សេងក៏បានបញ្ចប់ដែរហើយអីនៅតែមានដាក់តទៀតដូច្នេះខ្ញុំសូមអំពាវនាវដល់ដកបំរាមចេះមើលមែនតើដល់យើងឃើញថាប្រទេសនៃការចរចាពីណាបានជួយបាយទាំងពីរបានបង្កើតហើយថ្ងៃនេះណាអារម្មណ៍មានជំនឿថាក្រោយការចរចារបស់គណៈបព្វជិបាយទាំងពីរតើសកម្មភាពនៃការដោះស្រាយទៅបញ្ហានេះក៏ដូចជាការបើកជាចិត្តតែវិញថ្ងៃនឹងមានការឡើងប្រសិនណាគណៈបព្វជិបាយទាំងពីរចរចាទៀតបាទខ្ញុំមានសង្ឃឹមថាគណៈបព្វទាំងពីរនឹងនិយាយត្រូវគ្នាប៉ុន្តែអារឿងដកបំរាមនេះមិនមានចោលទៅលើការចរចានឹងទេថានេះគឺសិទ្ធិសាធារណៈសិទ្ធិរបស់ប្រជាពលរដ្ឋជាសម្ដែងសម្រាប់ឲ្យប្រជាពលរដ្ឋសម្ដែងប្រទេសឬក៏សម្ដែងចង់ឲ្យប្រជាពលរដ្ឋសម្ដែងតែដូចខ្ញុំសម្ដែងនៅកណ្ដាលជាអញ្ចឹងខ្ញុំចង់ឲ្យនោះចូលទៅក្នុងអភិបាលរបបព្រោះដើម្បីបង្ហាញថាសង្គមយើងជាអ្នកវិទ្យាសម្ដែងពិតប្រាកដបាទជានីតិរដ្ឋឥឡូវយើងមាននីតិរដ្ឋខាងណាសំបីតែសាលាការក៏គំលោបដែរឥឡូវគិតមើលសំបីតែអំណាចទាំង3នៅក្នុងរដ្ឋធម្មនុញ្ញបែងចែកច្បាស់អំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិអំណាចសាលាការគឺនៅបែងចែកដាច់ពីគ្នាមិនអាចនៅក្នុងរបបបានទេប៉ុន្តែឥឡូវអំណាចនីតិបញ្ញត្តិសប្បាយហើយនៅអំណាចសាលាការបានរត់ចូលនៅក្រោមអំណាចនីតិប្រតិបត្តិហើយបាទតែគ្រប់គ្រងដោយគណៈបព្វបាទសូមអរគុណអរគ្នាណាបាទ